របៀបឆែកមើល Messenger របស់យើងតើមាននរណាគេខ្លះដែលកំពុងតែចូលប្រើដោយយើងអត់ដឹងខ្លួនអូខេអញ្ចឹងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្រៀនអ្នកនរគ្នាអំពីរបៀបការចូលទៅមើលបើសិនជាវីដេអូមួយនេះបងគាត់ចេះហើយបងអាចធ្វើការរំលងបានតែបងដៃថ្មីដែលគាត់មិនទាន់ដឹងណាអ្នកគ្នាអាចធ្វើការមើលបានជាមួយខ្ញុំអូខេអញ្ចឹងនេះជារបៀបការចូលឆែកអ្នកគ្នាចូលក្នុង Messenger របស់បងគ្នាមកឬក៏ឆាតហ្នឹងបន្ទាប់ទៀតអ្នកគ្នាចូលកន្លែង Manoi នេះបាទកន្លែង Manoi អ្នកគ្នាបន្តទៀតអ្នកគ្នាក៏ចុចមកបន្តទៀតអ្នកគ្នារត់ពាក្យថា privacy នេះកន្លែងសញ្ញារូបផ្ទះហ្នឹងអ្នកគ្នាបាទដូចរូបផ្ទះហ្នឹងអ្នកគ្នាចុចលើហ្នឹងមកអូខេចាំបន្តមកទៀតអ្នកគ្នាមកដល់កន្លែងនេះអ្នកគ្នាអូសចូលក្រោមទៀតអ្នកឃើញមុខងារ2បាទមុខងារ2គឺខាងលើនេះគឺមុខងារ log in អញ្ចឹងកន្លែងនេះគឺវា update ថ្មីសម្រាប់អ្នកនរគ្នាដែលគាត់ប្រើគាត់ដឹងហើយបាទដែលចូលទៅគឺឃើញហើយអញ្ចឹងបើសិនក្នុងករណីមានអ្នកណាម្នាក់ដែលគាត់ log ចូលណាយកទៅក្នុងប្រើប្រាស់មិនថា Facebook មិនថា chat ទេគឺវានឹង load location ឲ្យយើងហើយបាទហើយវានឹង load ម៉ាកទូរស័ព្ទនៅខាងក្រោមនឹងឲ្យយើងមើលបានមើលឃើញហើយអ្នកគ្នាអញ្ចឹងអ្នកគ្នាកុំទៅចូលសារ chat មើលចូល chat មើលផងហើយមកតង់ទៀតអ្នកគ្នាចូលមកកន្លែងខាងក្រោមនឹងមកនេះកន្លែងនេះបាទចុចខាងក្រោមមកអ្នកគ្នាចំណាំអក្សរទៅបាទបន្តទៀតអ្នកគ្នាចុចកន្លែងនេះខាងក្រោមនេះបន្តទៀតមកហ្នឹងហើយមកដល់កន្លែងនេះគឺវានឹងឃើញកន្លែងនេះគឺកន្លែងយើង log ចូលក្នុង chat បាទបើសិនជាមាននរណាគេម្នាក់ប៉ុនប៉ងក្នុងការចូលទៅក្នុង chat របស់យើងគឺវានឹង load ជាប់ដល់ហ្នឹងហើយមាន4 5ទូរស័ព្ទ10ទូរស័ព្ទគឺវានឹង load ចូលមកក្នុងទាំងអស់អញ្ចឹងអ្នកគ្នាអាចមើលទៅបាទបើឃើញម៉ាកទូរស័ព្ទឬក៏ទូរស័ព្ទណាចម្លែកដែលវា load មកខុសទីតាំងអីយើងធ្វើការ remove វាចេញទៅអ្នកគ្នាបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអ្នកគ្នាពីរបៀបការឆែកបើសិនជាអ្នកគ្នាមានអីចង់ឲ្យថ្មីបន្ថែមទៀតអ្នកគ្នាអាច comment នៅខាងក្រោមវីដេអូនោះបានអរគុណជួបគ្នានៅវីដេអូបន្ត